ពាក្យ LDO នេះពេញនិយមមែនតើខ្ញុំគិតថាគ្នាយើងស្គាល់ច្រើនពាក្យ LDO ហ្នឹងចេញពីពាក្យ long distance relationship និយាយស្រួលយល់ទៅតំណែងស្នេហារវាងមនុស្សពីរនាក់ខុសទីតាំងគ្នាដូចឧទាហរណ៍យើងនៅភ្នំពេញតែសង្សាររបស់យើងនៅប៉ោយប៉ែតណានោះអ្នកខ្លះខ្លួននៅកូរ៉េប៉ុន្តែសង្សារនៅភ្នំពេញអីចឹងទៅអាហ្នឹងគេហៅ LDO ឬក៏ long distance relationship តំណែងស្នេហាហ្នឹងនិយាយទៅវារឹងមាំបើសិនជាពីរនាក់ហ្នឹងមានទំនុកចិត្តមួយគ្នាជឿជាក់លើគ្នាគឺអាចបន្តតាណាមួយគ្នាទៅបានយូរអង្វែងប៉ុន្តែតំណែងស្នេហា long distance ហ្នឹងវាពិបាកក្នុងថាបើសិនជាប្រច័ណ្ឌច្រើនរករឿងច្រើននៅឆ្ងាយគ្នាវាអាចនឹងប្រឈមនឹងការបែកបាក់គ្នាយើងនឹងស្រាប់ហើយតំណែងស្នេហានៅឆ្ងាយគ្នាមេឃដីដល់ពេលដៃគូម្ខាងទៀតប្រច័ណ្ឌច្រើនពេលខ្លះមើលចិត្តអត់ដឹងដែរអញ្ចឹងណាប៉ុន្តែបើដៃគូគេខ្លះទោះជាគេ long distance relationship ក៏ដោយប៉ុន្តែគេជឿជាក់លើគ្នាគេឲ្យទំនុកចិត្តមួយគ្នាស្នេហារបស់គេគឺរឹងមាំយកហ្មងអញ្ចឹងណាគេខ្លះដែលចូលចិត្តស្នេហា long distance relationship ឬក៏កំពុងតែមានស្នេហាបែបអញ្ចឹងចាំជួយ comment នៅខាងក្រោមផង thank you ហើយចំពោះអ្នកដែលចង់បានសភៅបែបអភិវឌ្ឍខ្លួនឯងខ្ញុំក៏មានលក់ដែរទីមួយសភៅ code vibe code live ហើយ atomic habit ទាំងអស់នេះតម្លៃតែ5រៀល90ទេអ្នកគ្នាទាំងអស់ហ្នឹងមានន័យថាក្នុងមួយក្បាលគឺ5រៀល90 atomic habit ទី3 Who Moved My Cheese ទី4 The Latham Theory ទី5 The Psychology of Money ទី6 Ikigai មាន6ក្បាលហ្នឹងអ្នកគ្នាចង់ទិញជា set ក៏បានដែរ3ក្បាលទៅខ្ញុំ free សេវាឲ្យតម្លៃ7-10រៀលកន្លះ3ក្បាលណាបញ្ជាក់បើមានចម្ងល់អីក្នុងសភៅហ្នឹងពាក្យហ្នឹងណាអត់ចេះហើយអត់ចេះបកប្រែអាច screenshot សួរខ្ញុំបានហើយបើសិនជាចាប់អារម្មណ៍ចង់បានសភៅហ្នឹងអីអាចឆាតមកខ្ញុំបានតាម TikTok Telegram Facebook Page ក៏បានដែរ Thank you